ប៉ុន្តែកាលពីថ្ងៃទី3ខែមេសាកន្លងទៅខ្ញុំបានចូលកលប្រការណាជាអង្គម្ចាស់នឹងសម្ដេចព្រះរាជកែមឯសីខ្ញុំទូលសួរដើម្បីបញ្ជាក់ព្រះអង្គអំពីបញ្ហាហ្នឹងកំណត់ពេលណាយកពេលណាអញ្ចឹងទេមានតែយកថ្ងៃ9វិច្ឆិកាដែលជាថ្ងៃបរាំងបកុលទង់ជ័យឲ្យកងទ័ពខ្មែរយកអាហ្នឹងធ្វើថ្ងៃកំណត់ហ្មងហើយបើមិនអញ្ចឹងទេច្បោកច្បល់នៅនេះកំណត់ថ្ងៃនេះកំណត់នោះកំណត់ថ្ងៃនោះខុសគ្នានាំបាត់បង់ការឯកភាពបើយើងកំណត់យកថ្ងៃឯករាជ្យជាតិ9វិច្ឆិកាហើយយើងយក9វិច្ឆិកាធ្វើបុណ្យជាមួយគ្នាតែម្ដងទៅវាស្រួលជាតិកំណត់យកថ្ងៃហ្នឹងបើមិនអញ្ចឹងអ្នកខ្លះចេញមក45អ្នកខ្លះចេញមក46អ្នកខ្លះចេញមក47អ្នកខ្លះចេញមក52អ្នកខ្លះចេញមក53ឯខ្ញុំចេញមកវា77ក្រុមលួចដលងមកពាក់មេដៃមិញ77អានោះថ្ងៃខ្ញុំបង្កើតពេលដែលខ្ញុំដឹកនាំកម្លាំងតស៊ូវាយអាពតនោះកំណើតមួយផ្សេងដែរណាកំណើតមួយផ្សេង77នោះឧត្តមសេនីយ៍ពោះធំជាងគេនោះលោកយ៉ាងហ៊ួននឹងមេមុនគេទាំងអស់ប្រធានអនុសនាធំក៏មុនគេប្រធានវរៈសនាតូចក៏មុនគេប្រធានពលតូចក៏មុនគេប្រធានពលធំក៏មុនគេ196បង្កើតពលធំដំបងគឺញឹកហ៊ួនដំបងអនុសនាធំក៏មុនគេវរៈសនាតូចក៏មុនគេកងពលតូចទី1ប្រចាំភ្នំពេញមុនគេហើយ196ក៏មុនគេអញ្ចឹងខ្ញុំប្រវត្តិរបស់ខ្ញុំវាមួយផ្សេង77ប៉ុន្តែកងទ័ពមិនមែនពី77មកណាមានតាំងពីការតស៊ូមុននោះប៉ុន្តែដើម្បីងាយឲ្យស្រួលគឺយក9វិច្ឆិកាផ្សារភ្ជាប់នឹងទួនាទីបរិយាពោជនកិច្ចរបស់ព្រះករណាជាអង្គម្ចាស់ដើម្បីឯករាជ្យជាតិប៉ុន្តែកម្លាំងតស៊ូមានតាំងពីមុននោះបើមិនអញ្ចឹងបារាំងមិនព្រមប្រគល់ឯករាជ្យឲ្យទេបកគោណាលោកបង្កើតតាំងពីកងជីវពលនារីក្លាហានកំភ្លើងឈើនោះដេញបារាំងអញ្ចឹងទេប៉ុន្តែយកថ្ងៃនេះគឺល្អឥឡូវយើងមានថ្ងៃកំណើតថ្ងៃអីថ្ងៃអីស្រួលកាលពីមុនដឹងថ្ងៃកំណើតទៅបរទេសសួរថ្ងៃកំណើតកងទ័ពនៅឯពេលណាអត់ដឹងឆ្លើយទៅខុសគ្នាទាំងអស់ទៅ5នាក់ឆ្លើយគ្នាខុសគ្នាទាំង5